បណ្ដេញជនជាតិវៀតណាមសរុប37នាក់ចេញពីកម្ពុជានៅថ្ងៃសុក្រទី9ខែឧសភាឆ្នាំ2025ឧត្តមសេនីយ៍ឯកសុកវាសនាអគ្គនាយកអន្តរប្រវេសន៍បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបណ្ដេញជនជាតិវៀតណាមសរុបចំនួន37នាក់ស្រី6នាក់ចេញពីប្រទេសកម្ពុជាតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបវត្តនិងព្រៃវ៉លខេត្តស្វាយរៀងពាក់ព័ន្ធករណីបំពេញប្រកាសស្ដីពីការបណ្ដេញជនបរទេសចេញពីកម្ពុជាដែលលួចឆ្លងដែនខុសច្បាប់លួចស្នាក់នៅនិងធ្វើការងារខុសច្បាប់គ្មានលិខិតឆ្លងដែននិងអនុវត្តទោសចោទបទលួចមានស្ថានទម្ងន់ទោសនិងប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនក្នុងនោះដែរនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានទទួលពីនាយកដ្ឋានច្រកទ្វារទី1និងនាយកដ្ឋានច្រកទ្វារទី2នៃអគ្គនាយកដ្ឋានអន្តរប្រវេសន៍ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងខេត្តកណ្ដាលនិងរាជធានីភ្នំពេញនៃអគ្គស្នងការដ្ឋាននគរបាលជាតិនិងមណ្ឌលអប់រំកែប្រែទី1នៃអគ្គនាយកដ្ឋានពន្ធនាគារ